strawberry អាម៉ាត់ធំខុសឆ្មាជូបបាក់ឯងតថ្ងៃហ្នឹងគឺយើងមកធ្វើជាមួយនឹងភ្លាបង្គាឆៅក្លុកជាមួយនឹងផ្លែឈើយើងមកត្រៀមគ្រឿងផ្សំទី1ហ្នឹងគឺយើងត្រូវតែមានជាមួយនឹងបង្គាឆៅដែលសាច់ស្រស់បែបនេះហើយគឺយើងបកសបកឲ្យស្អាតដាក់ទឹកកកហើយជាមួយនឹងសូដាយើងត្រាំចោលរយៈពេល15ទៅ20នាទីហើយផ្លែឈើដែលខ្ញុំដាក់ថ្ងៃនេះគឺជា strawberry ជាមួយនឹងត្រពាំងបាយជូរយើងធ្វើការហាន់ដាក់ចូលចានចឹងមកគឺយើងដាក់ជាមួយនឹងស្ករក្រហមទឹកត្រីរ៉ូឌីខូចឆ្មាហើយក៏ដូចជាប៊ីចេងដែរយើងដាក់ជាមួយនឹងជីណាជីវ៉ាន់ស៊ុយលខ្ទឹមម្ទេសស្រស់ម្ទេសហុយមានជាមួយនឹងកលេងយើងក៏លុកវាបែបនេះមកគឺថាឆ្ងាញ់ញាក់សាច់ហើយនេះគឺជាបង្គាដែលយើងបានត្រាំចោលជាមួយនឹងសូដាមិញហ្នឹងណាហើយនេះគឺជាផ្លែឈើដែលយើងបានចិត្តអ្នកនរគ្នាដាក់ចូលលាយជាមួយគ្នាមកគឺថាអូយជាតិសាហាវអ្នកនរគ្នាអើយខូចឆ្មាយើងហាន់ស្ដងចឹងហ្នឹងក៏លោកទៅគឺថាចូលជាតិសាហាវភ្លាបង្គាឆៅក្នុងផ្លែឈើអូយយើងក្របជាមួយនឹង strawberry ហើយនឹងត្រពាំងបាយជូរខូចឆ្មាជូបបាក់ឯង strawberry បង្គាឆៅមកទៅstrawberry ទៅបានជូរតោះគ្នាពេលដែលយើងយកត្រាំសូដាចឹងគឺថាសាច់ស្រួយសាហាវstrawberry ក៏មកគីអាម៉ាត់ធំអត់ទៅstrawberry លុយឆ្ងាញ់ណា strawberry មកដល់គ្នាបន្តពីញ៉ាំហើយគឺយើងដល់មកទៅមើលថែរក្សាស្បែករបស់យើងម្ដងហើយអ្នកណាគេដែលគាត់ចិត្តញ៉ាំរបស់ហល់ហើយគ្រឿងឆៅអីចឹងណាតាមដានមើលវីដេអូនេះឲ្យដល់ចប់ចាខ្ញុំមាន tip ខ្លះចង់មកចែករំលែកដល់គ្នា